បាទបងប្អូននេះគឺជាឆាខាណាសាច់ជ្រូកស្រួយដែលខ្ញុំធ្វើវីដេអូនេះដើម្បីបង្ហាញជូនរូបមន្តម្ហូបឆ្ងាញ់ពិសេសនេះជូនដល់បងប្អូនបាទអាចនឹងជាម្ហូបថ្មីសម្រាប់បងប្អូនឬក៏ម្ហូបដែលបងប្អូនធ្លាប់ធ្វើហើយក៏ប៉ុន្តែតាមតិចនិចរបស់ខ្ញុំនេះខ្ញុំនឹងធ្វើជូនបង្ហាញបងប្អូនម្ដងទៀតបាទដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទបងប្អូនធ្លាប់តែញ៉ាំឆាខាណាធម្មតាក៏ប៉ុន្តែជាមួយថ្ងៃនេះបាទមិនធម្មតាជាមួយនឹងម្ហូបឆាខាណាសាច់ជ្រូកស្រួយរបស់ខ្ញុំដែលធ្វើបង្ហាញនៅថ្ងៃនេះបាទនៅក្នុងវីដេអូនេះកុំឲ្យតន់ចុចរំលងទៅណាណាបងប្អូនគ្រឿងផ្សំរបស់ខ្ញុំដែលត្រូវធ្វើថ្ងៃនេះគឺខាត់ណាបងប្អូនណាបងប្អូនធ្លាប់តែឃើញខាត់ណាដើមធំតែថ្ងៃនេះខ្ញុំយកកូនខាត់ណាដើម្បីយកមកធ្វើបាទបើសិនជាបងប្អូនឃើញទិញមកបងប្អូនបាទឆ្ងាញ់ណាស់របៀបធ្វើនេះគឺឆាខាត់ណាជាមួយនឹងសាច់ជ្រូកបំពងស្រួយបងប្អូនណានឹងឲ្យមុនដំបូងនេះខ្ញុំមានសាច់ជ្រូកដែលជាសាច់ជ្រូក3ជាន់ដើម្បីយកទៅធ្វើសាច់ជ្រូកបំពងស្រួយសិនបាទរបៀបឆាហ្នឹងគឺអត់ពិបាកច្រើនទេបងប្អូនខ្ញុំនឹងណែនាំបងប្អូនជាបន្តនៅក្នុងវីដេអូនេះបាទមុនដំបូងនេះយើងយកខាត់ណារបស់យើងមកលាងទឹកឲ្យបានស្អាតសិនណាបងប្អូនហ្នឹងហើយខ្ចីល្អណាស់បងប្អូនខ្ចីមែនទេបាទនឹងតែឆ្ងាញ់ហ្មងហើយក៏យើងទៅជ្រូកលាងទឹកឲ្យស្អាតទៅព្រោះយើងមិនដឹងថាវាប្រឡាក់ដីប្រឡាក់អីចឹងណាបងប្អូនយើងកាត់អែបកាត់អីចឹងបាទលាងមួយទឹកពីរទឹកសម្រាប់ធ្វើយ៉ាងណាឲ្យបានស្អាតទៅបាទបន្តមកទៀតបងប្អូនយើងដាំទឹកទៅក៏ប៉ុន្តែយើងចាក់ប្រេងឆាចូលបន្តិចទៅក្នុងទឹកដែលយើងកំពុងតែដាំហ្នឹងបាទចាក់ប្រេងឆាហើយយើងរងចាំទឹកយើងឲ្យបានពុះសិនកាលណាទឹកយើងពុះហើយបងប្អូនយើងចាប់ផ្ដើមយកខាត់ណាដែលយើងបានលាងណាដើមកូនខាត់ណាណាបងប្អូនបាទនេះខ្ចីល្អណាស់ដាក់ចូលបាទដើម្បីធ្វើការស្រោះវាបន្តិចណាបងប្អូនហ្នឹងហើយស្រោះវាបន្តិចមកកុំឲ្យស្រោះយូរពេកបងប្អូនស្រោះតែបន្តិចឲ្យវាស្លោកទៅបានហើយនេះតែនេះទៅអូខេចឹងហើយយើងចាប់ផ្ដើមស្រង់តែម្ដងបងប្អូនបាទស្រង់វាទុកមួយកណ្ដុបសិនមកដោយឡែកសិនមកបងប្អូនអានេះយើងស្រោះវាហើយបាទទុកដោយឡែកសិនទៅនេះបាទបន្តមកទៀតយើងយកសាច់ជ្រូក3ជាន់របស់យើងបងប្អូនសាច់ជ្រូក3ជាន់នេះយើងត្រូវការបំពងឲ្យស្រួយក៏ប៉ុន្តែថ្ងៃនេះខ្ញុំមិនបានតែធ្វើពេញលក្ខណៈទេតែគ្រាន់ថាអាចប្រើការបានបាទប្រញាប់លឿនអញ្ចឹងហើយយើងយកសាច់ជ្រូក3ជាន់ណាបងប្អូនបាទនឹងកាត់ជាហាន់ជាកង់យ៉ាងមកបងប្អូនណាហ្នឹងហើយចាំមកលាងទឹកឲ្យស្អាតបងប្អូនបាទថ្ងៃនេះខ្ញុំលាងទឹករួចហើយបាទអញ្ចឹងហើយយើងបានឲ្យដាក់ចូលក្នុងចានមួយមកនេះហ្នឹងហើយដាក់ចូលមកបាទបន្តមកទៀតយើងប្រើអំបិលបងប្អូនអំបិលមាត់យើងនឹងដាក់បន្តិចមកច្រើនពេកហ្នឹងហើយបន្តិចតែប៉ុណ្ណេះបានហើយណាប្រហែលប្រឡាក់វាបន្តិចទៅបាននេះមកប្រើច្រើនពេកអំបិលហ្នឹងហើយអូខេឥឡូវនេះយើងយកសាច់ជ្រូករបស់យើងនេះទៅបំពងវាបាទឥឡូវដល់ពេលដែលយើងត្រូវបំពងសាច់ជ្រូកស្រួយយើងហើយបងប្អូនណាការបំពងនេះខ្ញុំដាក់ខ្លាញ់ឬក៏ប្រេងឆាឲ្យច្រើនបន្តមកទៀតតិចនិចរបស់ខ្ញុំបងប្អូនអាចនឹងប្លែកខុសពីបងប្អូនដោយសារតែខ្ញុំយកម្សៅសម្រាប់បំពងសាច់ណាបងប្អូនម្សៅបំពងសាច់មាន់អីហ្នឹងនេះណានឹងឲ្យចាក់ចូលទៅក្នុងខ្លាញ់ដែលកំពុងក្តៅហ្នឹងបងប្អូនណានឹងឲ្យដាក់ចូលទៅវាឡើងអញ្ចឹងហ្នឹងហើយកូរវាបងប្អូនកូរវាមកឲ្យវារលាយម្សៅហ្នឹងណាបាទម្សៅយើងដាក់ហុយស្ងួតអញ្ចឹងណាបងប្អូនម្សៅបំពងសាច់អីហ្នឹងមកអ្វីក៏បានដែរហ្នឹងហើយដាក់ចូលហើយយើងចាប់ផ្ដើមយកសាច់ជ្រូករបស់យើងហ្នឹងដាក់ចូលតែម្ដងនេះបាទដាក់ចូលបំពងតែម្ដងអានេះគឺតិចនិចរបស់ខ្ញុំណាបងប្អូនបើសិនជាបងប្អូនមានតិចនិចផ្សេងរបៀបផ្សេងក៏ដាក់ធ្វើតាមបងប្អូនចុះហ្នឹងហើយក៏ចាប់ផ្ដើមបំពងវាទៅបងប្អូនយល់ថាពេលដែលបំពងសាច់ជ្រូកមានស្បែកអញ្ចឹងគឺវាផ្ទុះមែនទេបងប្អូនក៏ប៉ុន្តែរបៀបខ្ញុំនេះបាទជួយជៀសវាងឬក៏កាត់បន្ថយកុំឲ្យវាផ្ទុះហ្នឹងហើយឥឡូវយើងបំពងទៅបាទនេះបងប្អូនក្រោយពីយើងបានបំពងមួយចន្ទុះទៅណាបងប្អូនតែជ្រូកយើងឡើងស្រួយហើយបងប្អូននេះសំបីតែស្បែកវាបងប្អូនណានេះក៏ឡើងស្រួយដែរបាទពណ៌ល្អណាស់មែនទែនបាទនេះបងប្អូនណានេះស្បែកវាក៏ឡើងស្រួយដែរហើយចំណែកខ្លាញ់នេះក្រោយពីយើងបានស្រង់សាច់ជ្រូកយើងចេញហើយគឺយើងទុកទៅវារងថ្លាវិញហើយបងប្អូនណាយើងអាចយកមកប្រើការវិញហ្នឹងហើយយើងសម្រាប់តែកាក់សម្រាប់តែទឹកខ្លាញ់ចេញមកក៏យើងយកប្រើការបានបាទឥឡូវនេះយើងចាប់ដើមស្រង់សាច់ជ្រូកយើងតែម្ដងបាទស្រង់ដាក់ចូលមកបាទសម្ដៅវាសិនឲ្យវាតិចសិនចាំយើងយកទៅហាន់ហ្នឹងហើយបងប្អូនណាអូខេហើយចំណែកខ្លាញ់នេះយើងបិទភ្លើងទៅទុកមួយសន្ទុះវានឹងរងហើយបាទបកម្សៅបំពងនោះវាបកទៅបាតក្រោមអញ្ចឹងហើយខាងលើហ្នឹង
ថ្លាឆ្វងបងប្អូនណាខ្លាញ់ថ្លាឆ្វងយើងសម្រាប់ទុកប្រើទៀតបានเนาะបាទតែជ្រូកបំពងរបស់យើងទុកឲ្យតិចសិនណាបងប្អូនហ្នឹងហើយឥឡូវនេះដើម្បីកុំឲ្យខាតពេលវេលាយើងចាប់ផ្ដើមយកខ្ទឹមសបងប្អូនណាខ្ទឹមសយើងប្រើឲ្យច្រើនទៅហ្នឹងហើយបកឲ្យសាច់ដាក់ចូលក្នុងត្បាល់មកបាទចំណែកម្ទេសក៏យើងប្រើដែរម្ទេសខ្ចីក៏ដោយម្ទេសទុំក៏ដោយណាហ្នឹងហើយបើសិនជាចូលចិត្តហឹលដាក់ឲ្យច្រើនមិនសូវចូលចិត្តក៏ដាក់តិចល្មមបាទសម្រាប់ម្ទេសហ្នឹងហើយបន្តមកទៀតយើងចាប់ផ្ដើមបុកម្ទេសនិងខ្ទឹមនឹងបាទបងប្អូនចំពោះម្ទេសនិងខ្ទឹមទៀតសោតបាទយើងក៏ពុំចាំបាច់បុករហូតដល់តែមាត់ពេកទេបាទគឺយើងគ្រាន់តែបុកល្មមថានេះវាបែកតែប៉ុណ្ណេះទៅគឺប្រើការបានហើយបាទនេះគឺជាសិល្បៈនៃការធ្វើម្ហូបបាទបងប្អូនឥឡូវនេះឃើញថាសាច់ជ្រូកស្រួយរបស់យើងនឹងចាប់ផ្ដើមត្រជាក់ហើយនៅពេលនេះគឺយើងអាចប្រើការក្នុងការហាន់បានហើយបាទហាន់មកបងប្អូនឃើញថាសាច់ជ្រូកស្រួយរបស់យើងនេះស្រួយល្អណាស់បងប្អូនហើយហាន់វាទៅបាច់ចំណិតធំពេកទេល្មមទៅបានហ្នឹងហើយនេះតែប៉ុណ្្នឹងទៅល្មមប្រើការបានហើយក្នុងការធ្វើម្ហូបឆាកាត់ណាបានសាច់ជ្រូកស្រួយរបស់យើងបងប្អូនណាហាន់រួចហើយបាទបងប្អូនឥឡូវនេះគ្រឿងយើងបានត្រៀមរៀបរយហើយយើងចាប់ផ្ដើមឆាតែម្ដងដោយមុនដំបូងនេះយើងចាក់ប្រេងឆាចូលទៅក្នុងខ្ទះរបស់យើងបាទប្រេងឆាចាក់ចូលទៅក្នុងខ្ទះរបស់យើងបាទបន្តទៅទៀតយើងចាប់ផ្ដើមដួសម្ទេសព្រមទាំងខ្ទឹមនេះណាបងប្អូនដាក់ចូលទៅក្នុងខ្លាញ់តែម្ដងចូលមកអូខេឥឡូវនេះយើងចាប់ដើមឆាម្ទេសព្រមទាំងខ្ទឹមដែលយើងបានបុកលាយជាមួយគ្នាបុកឲ្យក្រើមទេណាបងប្អូនកុំឲ្យបុកម៉ាក់ពេកណាតែយើងឆាវាទៅឲ្យវាឡើងឈ្ងុយសិនក៏ប៉ុន្តែជាវាឆ្លក់បងប្អូនព្រោះម្ទេសណាប្រយ័ត្នឆ្លក់ហ្នឹងនេះបងប្អូនឃើញថាឆាមួយផ្លេតយើងទៅគឺចាប់ដើមឈ្ងុយហើយខ្ទឹមសរបស់យើងបាទបន្តមកទៀតយើងយកទឹកបាទទឹកនេះគឺខ្ញុំលាងត្បាល់បងប្អូនណាហ្នឹងហើយដាក់ចូលតែម្ដងដាក់ចូលមកបាទយើងចាប់ដើមកូរវាទៅកុំឲ្យវាខ្លោចបងប្អូនហ្នឹងហើយឆាវាទៅឥឡូវនេះយើងយកគ្រឿងមកដាក់សោះបាទខ្ញុំដាក់ទឹកត្រីចូលបន្តិចឲ្យឈ្ងុយបងប្អូនណាហ្នឹងហើយដាក់ទឹកត្រីមកទឹកត្រីបាទចាក់ទឹកស៊ីអ៊ីវចូលបន្តិចបងប្អូនណាទឹកស៊ីអ៊ីវហ្នឹងចូលបន្តិចមកម្ដងមួយមុខបន្តិចបងប្អូនណាហ្នឹងហើយដាក់ចូលមកបាទប្រេងខ្យងឬប្រេងគំក៏ដាក់ដែរបងប្អូនណាហ្នឹងហើយដាក់មកអាហ្នឹងបងប្អូនដាក់ច្រើនតិចហ្នឹងហើយបើសិនជាប្រើច្រើនក៏យើងបន្ថយទឹកត្រីបន្ថយទឹកព្រោះអីប្រេងខ្យងវាប្រៃបងប្អូនណាហ្នឹងហើយចូលមកម្សៅស៊ុបរ៉ាឌីឬម្សៅស៊ុបខ្នុរបងប្អូនប្រើបន្តិចទៅចំណែកស្ករក៏អញ្ចឹងដែរបងប្អូនដាក់ចូលមកយើងថាវាហ្នឹងហើយយើងថាចុះផាត់ឡើងបាទបងប្អូនយើងឆាចុះឆាឡើងរហូតដល់ឡើងឈ្ងុយអញ្ចឹងមកយើងចាប់ដើមយកសាច់ជ្រូកស្រួយរបស់យើងដាក់ចូលតែម្ដងបាទហ្នឹងហើយដាក់ចូលមកហើយយើងចាប់ដើមឆាបន្តឆាមកប្រឡប់ចុះប្រឡប់ឡើងមកប្រើភ្លើងខ្លាំងមកនៅពេលនេះចូលមកតែភ្លុករសជាតិបាទបងប្អូនភ្លុករសជាតិផងថាល្មមត្រូវចិត្តបងប្អូនហើយនៅបើសិនជាមិនល្មមទេដូចជាប៊ីចេងបាទឬក៏ស្ករអីហ្នឹងឬក៏ប្រៃហ្នឹងបងប្អូនបន្ថែមទឹកត្រីឬទឹកស៊ីអ៊ីវបន្តក៏បានដែរបាទអាប្រៃរបស់បងប្អូនចូលចិត្តដែរទេបាទណាហ្នឹងហើយបាទបន្តមកទៀតយើងយកខាត់ណាដែលយើងបានស្រុកនោះដាក់ចូលតែម្ដងបងប្អូនណាអូឆ្ងាញ់ណាស់បងប្អូនដើមខាត់ណាតូចបាទខ្ចីឆ្ងាញ់មែនទេបងប្អូនយើងញីវាទៀតទៅហ្នឹងហើយឆាចុះឆាឡើងបងប្អូនណានេះម្ហូបនេះខ្ញុំធានាបងប្អូនណាដឹងតែឆ្ងាញ់បងប្អូនបាទបងប្អូនសម្រាប់ឆាកាណាសាច់ជ្រូកស្រួយដែលខ្ញុំបានធ្វើជូនបងប្អូននៅពេលនេះគឺបានសម្រាប់ហើយក៏មេត្តាបងប្អូនជួយ like share វីដេអូនេះម្នាក់មួយផងបាទហើយក៏អរគុណបងប្អូនដែលបានចូលរួមទស្សនាវីដេអូនេះតាំងតែពីដើមរហូតដល់ចប់បាទសូមជូនពរបងប្អូនទទួលតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានសុខភាពល្អគ្រប់ក្រុមគ្រួសារនៅពេលនេះខ្ញុំបាទក៏សូមជម្រាបលាសិនសន្យាជួបគ្នាជាមួយនឹងវីដេអូក្រោយបាទអរគុណច្រើនម្ដងទៀតបាទ